សូមជម្រាបសួរបងប្អូនខ្មែរទាំងនៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់គ្នាថ្ងៃនេះដែរគឺអ្នកមីងដែលជាជនរងគ្រោះក្នុងប្រព័ន្ធតុលាការដែលគាត់មានបញ្ហាប្តឹងផ្តល់មួយស្វាមីគាត់ហ្នឹងគឺអត់ទាន់បានយុត្តិធម៌អញ្ចឹងហើយតកតងនឹងរឿងហ្នឹងតាំងពីឆ្នាំ2013ហើយថ្ងៃនេះដែរគឺអ្នកមីងបានមកពឹងខ្ញុំក្នុងនាមជាប្រធានអង្គការយុវជនកិច្ចការសង្គមហ្នឹងគាត់មកពឹងទាំងយប់តែម្ដងហើយក្នុងរឿងនេះដែរគឺតកតងនឹងការប្តឹងផ្តល់គ្នាហើយសម្រាប់មីងគឺគាត់ប្តឹងលែងយ៉ាងមួយប្តីគាត់ចឹងហើយក្នុងរឿងហ្នឹងគឺសម្រាប់គាត់ព្រួយបារម្ភព្រោះថាប្តីគាត់ហ្នឹងគឺស្គាល់គេច្រើនហើយអ្នកមីងហ្នឹងមានការព្រួយបារម្ភថាអំពើដែលគាត់អត់តទទួលបានអំពើយុត្តិធម៌ពីតុលាការហ្នឹងអាចតាក់ទងនឹងថាប្តីគាត់ប្រើប្រាស់លុយឬក៏ប្រើប្រាស់អំណាចប្រើប្រាស់អីផ្សេងចឹងហើយទើបអ្នកមីងបារម្ភមកពឹងខាងអង្គការរបស់ខ្ញុំព្រោះរឿងហ្នឹងតាំងពីឆ្នាំ2013ណោះអញ្ចឹងអ្នកមីងចង់ឲ្យខាងអង្គការខ្ញុំជួយរកមេធាវីនិងសម្រួលផ្នែកច្បាប់ផ្សេងជួយដើម្បីគាត់ទាមទារយុត្តិធម៌ហើយតាមផ្លូវច្បាប់ដែលគាត់លែងលះជាមួយស្វាមីគាត់ហ្នឹងគាត់អត់ចង់ទាមទារទាំងអស់ទេគាត់គ្រាន់តែចង់តាមច្បាប់ហ្នឹងគឺទទួលបានពាក្យកណ្ដាលម្នាក់ដើម្បីយកមកចិញ្ចឹមកូនអញ្ចឹងតកតងក្នុងសំណុំរឿងនេះដែរគឺអ្នកមីងក៏បានប្រមូលភស្តុតាងជាច្រើននិងសំណុំឯកសារផ្សេងមកដល់អង្គការយើងដើម្បីចាត់ការធ្វើការតាមនីតិវិធីច្បាប់និងដើម្បីជំរុញឲ្យតុលាការឲ្យប្រព័ន្ធតុលាការផ្សេងហ្នឹងជួយដោះស្រាយអ្នកមីងហើយតកតងនៅក្នុងរឿងនេះដែរនេះខ្ញុំក៏សូមសំណូមពរទៅដល់អស់លោកតុលាការមន្ត្រីដែលពាក់ព័ន្ធគ្រប់ផ្នែកច្បាប់តកតងនឹងសំណុំរឿងនេះដែរគឺខ្ញុំសូមអំពាវនាវឲ្យផ្ដល់យុត្តិធម៌ឲ្យប្រជាពលរដ្ឋផងព្រោះថាមានមន្ត្រីខលខូចមួយចំនួនទូចតែងតែទទួលសំណូកហើយធ្វើឲ្យប្រជាពលរដ្ឋហ្នឹងរងនៅអំពើអយុត្តិធម៌អញ្ចឹងហើយតកតងក្នុងរឿងនេះដែរខ្ញុំចង់ឲ្យមន្ត្រីទាំងអស់គឺជួយផ្ដល់ភាពយុត្តិធម៌ឲ្យប្រជាពលរដ្ឋតាមទិដ្ឋារបស់ខ្លួនកុំធ្វើឲ្យប្រជាពលរដ្ឋស្រក់ទឹកភ្នែកមានការឈឺចាប់ដោយសារការទទួលអំពើអយុត្តិធម៌ក្នុងការកាត់ក្តីអីផ្សេងព្រោះថានៅពេលដែលផ្ដល់ការឈឺចាប់ឲ្យប្រជាពលរដ្ឋកាន់តែច្រើននឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែអស់ជំនឿអញ្ចឹងខ្ញុំសូមឲ្យមន្ត្រីខលខូចមួយចំនួនតូចហ្នឹងគាត់ភ្ញាក់រលឹកហើយក៏សូមឲ្យមន្ត្រីល្អមួយចំនួនធំទៀតដែលខំធ្វើការណាព្យាយាមជួយបន្ថែមទៀតដើម្បីដោះស្រាយមិនថារឿងអ្នកមីងគឺក៏រឿងផ្សេងទៀតនោះទេដូច្នេះខ្ញុំក៏ជូនពរហើយក៏សូមឲ្យអ្នកមីងទទួលបានយុត្តិធម៌ឆាប់ហើយខ្ញុំក៏សូមឲ្យមន្ត្រីជំនាញអង្គការរបស់ខ្ញុំធ្វើការទៅតាមរឿងនេះទៅហើយសូមឲ្យសំណុំរឿងនេះបានបញ្ចប់ឆាប់ហើយនឹងទទួលយុត្តិធម៌ពិតប្រាកដដូច្នេះអរគុណហើយសូមជួយ like និង share វីដេអូនេះបន្តផងចា៎អរគុណ